អូខេសួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះជួបខ្ញុំម្ដងទៀតហើយអំពីការតឡើង plugin ក៏ដូចជាបញ្ហាផ្សេងតាក់ទងទៅនឹង plugin ណាខ្ញុំមាន plugin មួយចង់មកឲ្យអ្នកទាំងអស់គ្នាខ្ញុំសុំចូលទៅមើលសិនអូខេ Grad ណា plugin Grad នេះគឺជា Node Grabber ណាអូខេអញ្ចឹងគឺ plugin នេះគឺវាមានសារៈសំខាន់មែនទែនសម្រាប់អ្នកដែលធ្វើ original song ឬមួយក៏អ្នកដែលធ្វើបទ cover ហើយកាលណាដែលយើងប្រើ plugin នេះជំនួយគឺការធ្វើបទភ្លេងរបស់យើងគឺលឿនឧទាហរណ៍ដូចជាការយើងយកលុបពីគេយើងចង់កែលុបទៅជា original song ក៏យើងអាចយកវាមកប្រើប្រាស់បានដែរអ្នកទាំងអស់គ្នាអញ្ចឹងគឺ plugin នេះគឺវាល្អមែនទែនសម្រាប់យើងអ្នកដែលគាត់អត់សូវនិយាយរួមទៅដែលគាត់មានបញ្ហាកជាដូចខ្ញុំអត់សូវស្ដាប់តង់គេបានអញ្ចឹងណាអញ្ចឹងមកយើងស្ដាប់ខតគេឬមួយក៏យើងចាប់ខតអត់ត្រូវចាប់ melody អត់ត្រូវយើងអាចប្រើនេះជំនួយបានណាអញ្ចឹងខ្ញុំមិន recommend ឲ្យអ្នកទាំងអស់គ្នាប្រើវាសុទ្ធទេតែយើងត្រូវប្រើកជារបស់យើងស្ដាប់ដែរដោយសារតែអានេះគឺប្រើប្រាស់បានអាចថា70ឬមួយក៏80%ហើយសល់ប្រហែលនៅសល់20%គឺយើងពឹងទៅលើកជាយើងដើម្បីជួយកែតែយើងប្រើនេះយើងដឹងថានៅពេលដែលបទចម្រៀងមួយហ្នឹងគឺវាដើរ melody តង់នៅក្នុងក្រុមគ្រួសារអីគឺយើងប្រើនេះទៅយើងឆាប់ដឹងលឿនណាអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរអានេះវាមិនមែនជាការដំឡើង plugin ទេគឺជាការដែលយើង copy plugin ដាក់អូខេអញ្ចឹងគឺវាមានប៉ុណ្ណឹងអូខេអញ្ចឹងយើងត្រូវមើលវាជា VST3 ណាចឹងអ្នកនរគ្នាយក86គុណ86ហើយនឹង64 bit នេះមកអ្នកនរគ្នាចូលមកពីច្រើនវានៅ VST3 អញ្ចឹងយើងចូលមកកាន់ VST3 មកអូខេ VST3 របស់ខ្ញុំគឺនៅនេះអញ្ចឹងខ្ញុំចង់ដាក់នៅកន្លែងនេះអូខេអញ្ចឹងនេះជាប្រភេទ file ដូចគ្នាអញ្ចឹងយើងគ្រាន់តែចាប់ទាញវាដាក់ចូលមកអូខេខ្ញុំចាប់ទាញវា copy ដាក់មកអូខេអញ្ចឹងគឺវាចូលហើយតែប៉ុណ្្នឹងទេការ copy plugin ដាក់បញ្ចូលទៅក្នុងកម្មវិធីមួយអញ្ចឹងខ្ញុំសុំទៅបើក SL មកអូខេអ្នកនរគ្នាអញ្ចឹងខ្ញុំសុំ refresh វា refresh plugin ចាំមើលវាចេញអត់អូខេនេះគឺវាចេញអញ្ចឹងគឺ plugin នេះគឺយើងឧទាហរណ៍ថាយើងចង់បាន melody ណាយើងគ្រាន់តែ add track នេះវាចូលទៅក្នុង music របស់យើងមកនេះចូលទៅក្នុង mixer របស់យើងមកអញ្ចឹងយើងគ្រាន់តែចាប់ plugin នឹងទាញដាក់មកអូខេអញ្ចឹងplugin នេះអញ្ចឹងពេលយើងចុចនេះ play គឺវាឲ្យវាដើរឲ្យអញ្ចឹងវាដើរជាក្រប melody ឲ្យឬមួយក៏ដើរជា chord ឲ្យយើងនៅពេលដែលយើងចាក់ play នៅsimple loop ឬមួយក៏ accord chord ណាដែលជា file wave អញ្ចឹងខ្ញុំនឹងបញ្យល់អ្នកនរគ្នានៅវីដេអូក្រោយសម្រាប់ការធ្វើយក melody ពីក្នុងនឹងមកអញ្ចឹងយក melody ពីនៅពីបទរបស់គេមកអញ្ចឹងឲ្យមកឧទាហរណ៍ដល់អ្នកនរគ្នាមានបទណាមួយដែលអ្នកនរគ្នាចង់ធ្វើ cover អញ្ចឹងអ្នកនរគ្នាអាចប្រើនេះជំនួយបានណាវាមិនល្អប្រហែលទេតែវាអាចជួយយើងបាន70ទៅ80%ដែរអញ្ចឹងនៅសល់ប្រហែល%ទៀតគឺយើងត្រូវប្រើប្រាស់កជាស្ដាប់កែលម្អវាតាមហ្នឹងអញ្ចឹងអាស្រ័យលើយើងដែរអ្នកនរគ្នាអញ្ចឹងអានេះវាគ្រាន់តែជាជំនួយដើម្បីឲ្យយើងធ្វើបានលឿនទេបើមិនជាយើងចាំទៅរកតង់ឬមួយក៏ចាំទៅរក chord របស់គេហើយយើងនៅដឹងក្រុមគ្រួសារគេដើរទៀតគឺវារៀងយូរអញ្ចឹងបើយើងប្រើអានេះផងហើយយើងចាំតង់របស់យើងផងការចាំ note play របស់យើងផងអញ្ចឹងប្រើអានេះជំនួយគឺវាលឿនណាអ្នកនរគ្នាហើយយើងប្រើគេជាយើងស្ដាប់ខ្លះទៅព្រោះវាអាចជួយយើងបាន 100% ទេបើមិនជាជួយបាន 100% ប្រហែលជាអ្នកធ្វើភ្លេងគាត់អាចដាច់បាយអញ្ចឹងយើងត្រូវការបញ្ហាទី1គឺយើងចង់ចាំnote របស់យើងហើយមួយទៀតយើងចូលមកហ្នឹងដើម្បីជាជំនួយរបស់យើងណាអញ្ចឹងខ្ញុំនឹងបញ្យល់អ្នកនរគ្នានៅវីដេអូក្រោយអូខេអញ្ចឹងគឺវីដេអូនេះគឺខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងជួយ subscribe ជួយ like ជួយ share និង comment ឲ្យវីដេអូរបស់ខ្ញុំផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើតទៀតបើមិនជាអ្នកនរគ្នាអត់
ឲ្យ support ខ្ញុំទេខ្ញុំអត់ដឹងថាត្រូវធ្វើអំពីអីអ្នកនរគ្នាមើលទេអូខេអញ្ចឹងគឺវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសម្រាប់អ្នកនរគ្នាដែលចង់បាន file ហ្នឹងគឺអាចទាក់ទងមកខ្ញុំបានអរគុណច្រើនអ្នកនរគ្នា